ការឆ្លងកាពះដូចគ្នាអ្នកខ្លះចាំបាច់ត្រូវការឆ្លងកាពះអ្នកខ្លះមិនចាំបាច់ជំរាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់គេហទំព័រអេគីវីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែរៀបចំក៏ដូចជាចែករំលែកតាក់ទងទៅនឹងសុខភាពទូទៅថ្ងៃនេះមានការអញ្ជើញចូលរួមពីលោកវិជ្ជបណ្ឌិតជាខាងឯកទេសផ្នែកថ្លើមក្រពះពោះវៀននិងឫសដងបាតអញ្ជើញជាវាគ្មិនកិត្តិយសបកស្រាយក្រៅប្រធានបទសារៈសំខាន់នៃការឆ្លងក្រពះទៅលើអ្នកជំងឺដំបៅក្រពះចាជំរាបសួរលោកគ្រូសុខសប្បាយសុខសប្បាយធម្មតាចង់ជំរាបសួរលោកគ្រូក៏ដូចជាឲ្យលោកគ្រូជួយពន្យល់លម្អិតថាតើអ្វីទៅគឺជាដំបៅក្រពះហើយវាខុសពីរលាកក្រពះរ៉ាំរ៉ៃរបៀបណាដែរហើយហេតុអ្វីគាត់តែងតែឆ្ងល់ថាឈឺក្រពះដូចគ្នាហេតុអីបុគ្គលនេះត្រូវឆ្លោះបុគ្គលនេះនៅអាចញ៉ាំថ្នាំឬក៏អាចតាមដានជាដូចថាតាមដានសិនអញ្ចឹងណាលោកគ្រូចាអញ្ចឹងសូមឲ្យលោកគ្រូពន្យល់លម្អិតតកតងនឹងនេះចាបាទសូមអរគុណសម្រាប់សំណួរតកតងទៅជាមួយនឹងពាក្យថាដំបៅក្រពះគឺយើងសំដៅទៅលើការខូចខាតទៅលើស្រទាប់នេះក្រពះដែលឈានទៅដល់ការប៉ះពាល់ទៅលើសាច់ដុំរបស់ក្រពះដូចសំណួរដែលយើងបានលើកឡើងអញ្ចឹងតកតងថាតើមូលហេតុអ្វីបានជាការឆ្លងកាពះដូចគ្នាអ្នកខ្លះចាំបាច់ត្រូវការឆ្លងកាពះអ្នកខ្លះមិនចាំបាច់មានន័យថាប្រសិនបើអ្នកជំងឺគាត់ស្ថិតនៅក្នុងក្រុមមនុស្សដែលគាត់មានអាយុច្រើនដែលយើងកំណត់នៅក្នុងប្រទេសអាស៊ីយើងជាទូទៅយើងកំណត់យកចន្លោះពីអាយុ45អាចថាត្រឹម40ក៏បានដែរឬមួយក៏អ្នកជំងឺដែលគាត់មានប្រវត្តិគ្រួសារមានមហារីកក្រពះឬមួយក៏គាត់មានបញ្ហារ៉ាំរ៉ៃមានសញ្ញាផ្សេងដូចដែលយើងបានលើកឡើងអញ្ចឹងមានសញ្ញាសង្ស័យថាមានការហូរឈាមនៅក្នុងដាប់លេហាដូចជាការបត់ជើងមកមានខ្មៅមានឈាមមានភាពស្លេកស្លាំងឬមួយក៏ការស្រកគីឡូជាដើមដូចនេះហើយការឆ្លងក្រពះអាចជួយធ្វើការរកវិនិច្ឆ័យក៏ដូចជាកំណត់នៅការព្យាបាលបានត្រឹមត្រូវនៅពេលដែលយើងធ្វើការឆ្លងក្រពះយើងអាចកំណត់បានថាតើដំបៅមានទំហំប៉ុណ្ណាតើអ្នកជំងឺគាត់អាចមានហានិភ័យនៃការកើតមហារីកក្រពះដែរឬទេបន្ទាប់មកនេះក៏វាអាចជួយឲ្យយើងធ្វើការរកវិនិច្ឆ័យបន្តបន្សំដូចជាការរកមើលមេរោគក្រពះក្នុងពេលតែមួយតែម្ដងចាអញ្ចឹងមួយវិញទៀតថាតើមូលហេតុអ្វីដែលបង្កឲ្យមានជាដំបៅក្រពះលោកគ្រូតកតងទៅជាមួយនឹងបញ្ហាដំបៅក្រពះមូលហេតុចម្បងដែលយើងជួបប្រទះញឹកញាប់នោះគឺមាន2គឺទី1តកតងទៅជាមួយនឹងបញ្ហាមេរោគក្រពះដែលភាសាបច្ចេកទេសហៅថា H pylori មួយទៀតតកតងទៅជាមួយនឹងការប្រើប្រាស់ថ្នាំមួយចំនួនដែលតកតងទៅជាមួយនឹងបាត់ការឈឺចាប់ដែលយើងភាសាបច្ចេកទេសហៅថាថ្នាំ NSAID ដែលវាជាប្រភេទថ្នាំទប់ការរលាកដូចជាការប្រើប្រាស់នៅក្នុងការដែលអ្នកជំងឺគាត់មានការឈឺចង្កេះរ៉ាំរ៉ៃជាដើមហើយនៅមានកត្តាផ្សេងជាច្រើនទៀតដែលធ្វើឲ្យមានបង្កឲ្យមានមូលហេតុដំបៅក្រពះដូចគ្នាគឺអាចតកតងទៅជាមួយនឹងកត្តារបបអាហារតកតងទៅជាមួយនឹងបញ្ហាគេហៅថា genetic ដែរអាចថានៅក្នុងអ្នកជំងឺដែលគាត់មានប្រវត្តិគ្រួសារងាយនឹងដំបៅហ្នឹងក៏គាត់អាចជាកត្តាប្រឈមមួយដែរហើយបញ្ហាមួយទៀតនោះដែលយើងតែជួបនោះអាចជាតកតងទៅជាមួយនឹងបញ្ហាដំណេកគាត់បាទអាហ្នឹងក៏អាចធ្វើឲ្យគាត់មានបញ្ហាដំបៅក្រពះដែរដោយសារថារយៈពេលយូរនៃការរលាកក្រពះដោយសារបញ្ហា stress មួយចំនួនក៏វាអាចបង្កដែរចាអញ្ចឹងតកតងនឹងការព្យាបាលក៏ដូចជាការតាមដានហ្នឹងថាតើយើងគួរតាមដានរបៀបណាដែរលោកចាតកតងទៅជាមួយនឹងការព្យាបាលដំបៅក្រពះមានន័យថាក្រោយការឆ្លងក្រពះប្រសិនបើយើងរកឃើញថាវាពិតជាមានដំបៅក្រពះមែនការព្យាបាលទាមទារប្រើប្រាស់រយៈពេលវែងតែមានន័យថាអ្នកជំងឺគាត់ត្រូវការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយអាស៊ីតក្រពះក៏ដូចជាថ្នាំមួយចំនួនដើម្បីធ្វើឲ្យក្រពះរបស់គាត់ឆាប់ផ្សះហើយនឹងជាម្យ៉ាងវិញទៀតការព្យាបាលដំបៅក្រពះនោះគឺត្រូវប្រើប្រាស់ថ្នាំមួយចំនួនទៀតដែលតាក់ទងទៅជាមួយនឹងការព្យាបាលមូលហេតុឧទាហរណ៍ដូចជាអ្នកជំងឺដែលគាត់មានមេរោគក្រពះការព្យាបាលដំបៅក្រពះនោះគឺគួបផ្សំទៅជាមួយនឹងការព្យាបាលមេរោគក្រពះផងដែរហើយម្យ៉ាងវិញទៀតប្រសិនបើអ្នកជំងឺគាត់មានបញ្ហាដំបៅនេះដោយសារការប្រើប្រាស់ថ្នាំមួយចំនួននោះយើងគួរតែពិភាក្សាតើអាចដកថ្នាំនោះចេញបានដែរឬទេជាមួយនឹងតាក់ទងទៅជាមួយនឹងមូលហេតុអ្វីបានគាត់ប្រើប្រាស់ថ្នាំនោះបើសិនជាក្នុងករណីដែលយើងអាចដកមួយគ្រាបានក៏វាអាចចូលរួមនៅក្នុងការធ្វើឲ្យការព្យាបាលបានលឿនដែរហើយតាក់ទងទៅជាមួយនឹងការតាមដានដូចដែលយើងបានលើកឡើងអញ្ចឹងថារាល់ដំបៅក្រពះប្រសិនបើវាមានលក្ខណៈធំរូបរាងរបស់វាមានលក្ខណៈមិនប្រក្រតីនៅពេលដែលយើងធ្វើការរកវិនិច្ឆ័យលើកដំបូងនោះគឺគេតែងតែឲ្យយើងធ្វើការឆាប់សាច់យកទៅមើលមានន័យថាបើសិនបើដំបៅវាធំហើយគែមវាអត់ស្អាតវាលក្ខណៈវាអត់ស្មើឬមួយក៏យើងឃើញគែមឡើងពករិនអីនោះគឺ
ការចាប់សាច់លើកទី1គឺមានភាពចាំបាច់ខ្លាំងមែនទែនដើម្បីឲ្យកំណត់បានថាតើដំបៅនោះវានៅក្នុងសភាពធម្មតាឬមួយក៏វាមានសភាពคล้ายដែលយើងនិយាយថាការវិវត្តទៅជាមហារីក ចាសូមអរគុណលោកវិជ្ជបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីរបស់យើងថ្ងៃនេះដូច្នេះពីអេគីបវីដេអូសុខភាពអនុញ្ញាតសូមអរគុណសូមគោរពលា